វាសួរពុកម៉ែបងប្អូនជនរួមជាតិក្នុងក្រាបតែអស់យល់ទេបងប្អូននៅក្នុង Facebook បាទសូមមើលហេតុការណ៍ផ្ទាល់គ្រាន់តែការលក់ផ្កា 4-5 ធុងសោះក៏ឃើញមានកម្លាំងសន្តិសុខមកពាត់ដែរបាទគាត់សូមពៀវនាវលក់ផ្កាដើម្បីទ្រទ្រង់សហគមន៍របស់គាត់ប៉ុណ្ណោះបាទ